ជំរាបសួរនិងស្វាគមន៍មកកាន់ Channel ហើយណាសម្រាប់រឿងបន្តរឿងព្រះនាងចៅយ៉ាងនៅភាគទី6សម្រាប់អ្នកដែលចង់ទិញនៅសម្លៀកបំពាក់សម្រាប់ក្មេងៗឬក៏ចង់ទិញស្បែកជើងអីហ្នឹងគឺអាចមករកនៅក្នុងហាង CH168 Store នេះបានដែលគាត់ហ្នឹងគឺមានលក់ទាំងកៅអៅសម្លៀកបំពាក់របស់កូនក្មេងទាំងប្រុសទាំងស្រីមានទាំងស្បែកជើងរបស់កូនក្មេងជាមួយនឹងស្បែកជើងរបស់នារីផងដែរមិនថាជាស្បែកជើងកាយស្បែកជើងរាបឬក៏ជាស្បែកជើងក្រកអីទេគឺគាត់ហ្នឹងមានទាំងអស់អញ្ចឹងទៅបើសិនជាអ្នកទាំងអស់គ្នាចង់ត្រូវការអីគឺអាចមករកនៅហាងរបស់គាត់បានដែលអាសយដ្ឋានហាងរបស់គាត់ហ្នឹងគឺនៅក្នុងបរិយាពេញហួតបឹងស្នោនៅផ្ទះលេខ166ផ្លូវ C01 គម្រោង Capital One ដែលគ្រាន់តែបត់ចូលមកតាមផ្លូវដែលមានធនាគារវិញជាមួយនឹងធនាគារ Maybank នៅអមសងខាងហ្នឹងយើងចូលមកខាងក្នុងមកហើយយើងជិះទៅត្រង់រហូតទៅក៏ឃើញហាងរបស់គាត់ហ្នឹងនៅខាងស្ដាំដៃហ្នឹងហើយអ្នកទាំងអស់គ្នាក៏អាចចូលទៅមើលនៅក្នុង page របស់គាត់ផងដែរគឺគាត់មានផុសពីអីវ៉ាន់របស់គាត់ហើយក៏មានដាក់តម្លៃរឿងហ្នឹងតែម្ដងអញ្ចឹងហើយគឺងាយស្រួលដល់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលមានបានដាក់ link នៅខាងក្រោមហ្នឹងអ្នកទាំងអស់គ្នាអាចចុចចូលតាម link ហ្នឹងក៏បានឬក៏អាចចូលទៅមើលនៅក្នុងក្រុម Telegram ហើយក៏ឆាតតាក់ទងទៅគាត់តក៏បានដែរផ្ដើមសេរីនៅពេលនេះក៏បានឃើញនៅពេលដែលទូប្រគាត់បានក្រោកឡើងហ្នឹងក៏បានឃើញថាមានមាសមានអីជាច្រើនដែលទូស្រីនេះគឺជាអ្នកផ្ដល់ឲ្យជារង្វាន់ពេលនោះក៏ទូប្រហ្នឹងគាត់រៀងភ្ញាក់ផ្អើលបន្តិចដែរគាត់នឹងក៏គិតថាមើលទៅទូស្រីហ្នឹងពិតជាចាត់ទុកគាត់ហ្នឹងគឺជាបរិយកំដរមែនអីបន្តមកគេក៏បានកាត់មកដល់នៅពេលនេះវិញទូប្រុសហ្នឹងក៏បានយកមាសប្រាក់អីទាំងអស់ហ្នឹងយកមកឲ្យទៅខាងលក្ខសឹងដោយប្រាប់ឲ្យលក្ខសឹងហ្នឹងយកប្រាក់ទាំងអស់ហ្នឹងទៅទិញអាហារទិញអីឲ្យជនភៀសខ្លួនទៅហើយក៏នៅសេសសល់ខ្លះហ្នឹងក៏ទៅទិញសៀវភៅអីឲ្យសិស្សទៅដែលគាត់ក៏យកអាប្រាក់ទាំងអស់ហ្នឹងមកចាយខ្លួនឯងអីនោះទេនៅពេលនោះក៏លក្ខសឹងហ្នឹងបានសួរដែរហើយទូប្រុសទៅបានប្រាក់មកពីណាច្រើនម៉េចពេលនោះក៏ទូប្រុសក៏អត់ដឹងថាត្រូវបកស្រាយប្រាប់យ៉ាងម៉េចដែរក៏គាត់ហ្នឹងគ្រាន់តែប្រាប់ថាគឺគាត់ហ្នឹងបានមកដោយសុចរិតអីចឹងទៅអត់មានទៅធ្វើការងារអីខុសច្បាប់ទេឬក៏អាចនិយាយបានថាគឺគាត់ទៅយកពីអ្នកមានហើយក៏ទៅជួយអ្នកក្រតែប៉ុណ្្នឹងក៏បានហើយបន្តមកក៏ទូប្រុសហ្នឹងគាត់ចង់ឲ្យលក្ខសឹងហ្នឹងជួយគាត់រឿងមួយអីចឹងទៅដែរពេលហ្នឹងលក្ខសឹងក៏អត់ចង់ជួយទេដោយសារតែមើលទៅផែនការរបស់ទូប្រុសហ្នឹងគឺវារៀងគ្រោះថ្នាក់អីចឹងទៅប៉ុន្តែយ៉ាងណាក៏ទូប្រុសសុំទៅហើយចឹងហើយក៏លក្ខសឹងហ្នឹងក៏បានយល់ព្រមតែគម្រោងការរបស់ទូប្រុសហ្នឹងគឺតាក់ទងជាមួយនឹងរាជទាយាននឹងឯងបន្តមកទូប្រុសក៏គាត់នឹងបានទៅប្រាប់រាជបុត្រាទី2ដែរតែគាត់នឹងស៊ើបអង្កេតតាក់ទងជាមួយនឹងការកឹបកេងនៅក្រធម្មជាតិហ្នឹងដោយគាត់បានឃើញថាប្រហែលថ្ងៃហ្នឹងគឺរាជទាយានហ្នឹងបានធ្វើការជួលនៅអ្នកជនភៀសខ្លួនឲ្យទាំងអស់ហ្នឹងឲ្យធ្វើការឲ្យទ្រង់អញ្ចឹងទៅដោយប្រើប្រាស់នៅក្របធញ្ញជាតិជាច្រើនហើយក៏អត់ដឹងថាក្របធញ្ញជាតិទាំងអស់ហ្នឹងទ្រង់បានមកពីណាទេច្រើនបែបហ្នឹងអញ្ចឹងហើយហ្នឹងគាត់ក៏ចង់ធ្វើការស៊ើបអង្កេតដែលគម្រោងការរបស់គាត់ហ្នឹងគឺចង់តាមទៅមើលនៅឃ្លាំងដែលផ្ទុកនៅក្របធញ្ញជាតិរបស់រាជទាយាននៅពេលនោះក៏រាជបុត្រាទី2បានសួរដែរថាទោះបីជារកឃើញកន្លែងផ្ទាំងទុកហ្នឹងមែនប៉ុន្តែមិនបានអាចបញ្ជាក់បានថានឹងគឺជារបស់ដែលបានមកពីខាងមន្ត្រីរបស់គាត់មិនមែនជារបស់រាជទាយានផ្ទាល់នោះទូប្រុសក៏បានប្រាប់ទៅថាកុំបារម្ភអីគឺគាត់នឹងបានដាក់នៅប្រភេទអង្គម្យ៉ាងដែលវាជាអង្គពិសេសអញ្ចឹងទៅដែលវាមានពណ៌ខ្មៅដាក់លាយចូលក្នុងនោះទៅនៅពេលនោះបើសិនជាយើងអាចទៅមើលកន្លែងហ្នឹងហើយក៏អាចឆែកមើលបានឃើញថាហ្នឹងពិតមែនបាននេះបញ្ជាក់បានថាគឺរាជទាយានពិតជាបានកັບកេងពិតមែនហើយក៏កុំបារម្ភអីបើមានរឿងអីគឺគាត់នឹងគឺជាអ្នកទទួលខុសត្រូវអីចឹងទៅគឺគាត់នឹងមិនធ្វើឲ្យប៉ះពាល់ទៅដល់រាជបុត្រាទី2នោះទេដែលតែនេះហើយគឺជាពាក្យដែលរាជបុត្រាទី2ហ្នឹងគាត់រងចាំយូរហើយហើយគាត់នឹងក៏អត់បានបដិសេធគំទាស់អីជាមួយនឹងទូប្រុសដែរក៏បានយល់ព្រមឲ្យទូប្រុសហ្នឹងធ្វើទៅតាមហ្នឹងទៅហើយបើសិនជាមានអីចង់ឲ្យគាត់ជួយក៏ប្រាប់មកកាន់មកខាងទូស្រីឯនេះវិញនៅពេលនេះក៏ទូស្រីនឹងបានមកជួបជាមួយនឹងព្រះអង្គនៅពេលនោះក៏ព្រះអង្គនឹងទ្រង់ក៏បាននិយាយដែរថាគាត់ដឹងថាទូស្រីនឹងគឺកំពុងតែប្រើប្រាស់សិនស្យាវដែលជាមន្ត្រីដែលគាត់បានចាត់តាំងអីចឹងទៅតែទូស្រីនឹងមិនក៏ហ៊ានម៉េចគាត់ដឹងថាគឺទូស្រីនឹងឯងគឺជាអ្នកដែលបញ្ជូនទូប្រុសនឹងឲ្យទៅខាងក្រៅមន្ត្រីចំណូលអីវិញបែបនេះគឺដាក់ឲ្យទូប្រុសនឹងគឺនៅក្នុងគ្រោះថ្នាក់អីតើទូស្រីនឹងមានគោលបំណងអីឲ្យប្រកាសទៅទូស្រីក៏បានប្រាប់ទៅថាគឺដោយសារតែមន្ត្រីដែលនៅក្រៅអាវ៉ាត់របស់រាជធាយានហ្នឹងគឺពួកគេហ្នឹងគឺមានគំនិតអាក្រក់អីចឹងទៅបានធ្វើការកឹបកេងនៅក្របធញ្ញជាតិអីទាំងអស់ហ្នឹងហើយក៏ទៅលក់នៅក្នុងតម្លៃថ្លៃរាជធាយានក៏ត្រូវបានពួកគេហ្នឹងនាំទៅផ្លូវខចឹងហើយហ្នឹងគាត់ក៏ចង់ជួយរាជធាយានឥឡូវនេះនគរកំពុងតែជួបនៅគ្រោះរាំងស្ងួតប្រជាជនកំពុងតែរងទុក្ខគឺគាត់ហ្នឹងគ្រាន់តែសង្ឃឹមថាសិនស្យាវហ្នឹងអាចនឹងប្រើប្រាស់សមត្ថភាពរបស់សិនស្យាវហ្នឹងជួយទៅដល់ប្រជាជនបានពេលនោះទូស័យក៏គាត់នឹងបាននឹកឃើញទៅការពីមុនដែរដែលគាត់ហ្នឹងក៏ធ្លាប់រាយការណ៍ពីរឿងរបស់សិនឈិនជឺដែលជាឪពុករបស់ទូប្រុសហ្នឹងប្រាប់ទៅកាន់ព្រះអង្គដូចគ្នាដែលគាត់អត់និយាយចំទេគឺគាត់នឹងនិយាយបញ្ឆិតបញ្ឈៀងអីចឹងទៅថាគឺប្រហែលថ្ងៃមុនហ្នឹងគឺគាត់នឹងបានឃើញនៅឯកសារដែលឈិនជិនជឺហ្នឹងបានធ្វើការប្តឹងទៅកាន់រាជទាយានឃើញមានរាយការណ៍ពីរឿងច្រើនខ្លាំងមែនទែនអញ្ចឹងហើយហ្នឹងគាត់ក៏បានដុតវាចោលទៅតែប្រហែលថ្ងៃក្រោយមកក៏សិនឈិនជឺហ្នឹងក៏បានធ្លាក់ជ្រោះស្លាប់មើលទៅហ្នឹងរឿងនេះដូចជាមិនមែនចប់តែត្រឹមហ្នឹងទេប្រហែលជាអាចមានរឿងអីនៅពីក្រោយអីចឹងទៅដែលទូស័យនេះគឺគាត់នឹងចង់មានន័យថាគឺព្រះរាជទាយានហ្នឹងគឺជាអ្នកសម្លាប់អីចឹងទៅប៉ុន្តែនៅពេលហ្នឹងគឺព្រះអង្គគាត់អត់មានខឹងជាមួយនឹងរាជទាយានអីទាំងអស់ហើយគាត់ហ្នឹងក៏បានសរសើរទៅទូស័យធ្វើបានល្អទៅវិញហើយក៏ថាមន្ត្រីម្នាក់នោះគឺអត់មានអីគួរអាណិតទេសមស្លាប់ចឹងហើយដែលហ៊ានចោទទៅកាន់ទៅលើរាជទាយានអីចឹងទៅហើយទូស័យក៏បានគិតថា
មើលទៅរឿងប៉ុណ្ណឹងគឺអាចធ្វើអីទៅកាន់រាជទាយាទបានទេគឺគាត់នឹងរករឿងណាដែលធំជាងនឹងដែលអាចធ្វើឲ្យព្រះអង្គនឹងគឺលែងអត់ទ្រាំជាមួយនឹងរាជទាយាទទៀតហើយក៏ដកដំណើររាជទាយាទតែម្ដងកាលមកដល់ពេលបច្ចុប្បន្ននេះវិញនៅពេលនេះក៏ព្រះអង្គនឹងក៏បានឲ្យនៅភារកិច្ចទូសីមួយទៀតគឺត្រូវធ្វើយ៉ាងណានឹងការពារជីវិតរបស់សិនសៀវដោយសារតែព្រះអង្គនឹងទ្រង់ដឹងថាការដែលស៊ើបតាក់ទងជាមួយនឹងការកឹបកេងនៅក្រមធនជាតិអីហ្នឹងគឺអាចប៉ះពាល់ទៅដល់មន្ត្រីធំអីចឹងទៅដែលពួកគេនឹងប្រកាសជាអាចនឹងសម្លាប់តួប្រុសចោលក៏ថាបានដែរចឹងហើយគាត់ក៏បានដាក់បញ្ជាឲ្យតួស្រីនឹងធ្វើយ៉ាងណាការពារជីវិតតួប្រុសឲ្យបាននៅពេលហ្នឹងក៏តួស្រីនឹងក៏បានទទួលរាជបញ្ជាក៏ព្រមធ្វើតាមអីចឹងទៅប៉ុន្តែនៅក្នុងចិត្តរបស់តួស្រីគាត់ក៏បានគិតថាបើសិនជាសិនសៀវស្លាប់មិនថាការងារនោះជោគជ័យឬក៏មិនជោគជ័យនោះទេនៅពេលនោះនឹងក៏អាចធ្វើឲ្យមានការរង្គោះរង្គើនៅក្នុងទំនាក់ទំនងរបស់ព្រះអង្គជាមួយនឹងរាជទាយាទផងដែរដោយសារតែតួប្រុសនឹងគឺជាមន្ត្រីដែលព្រះអង្គជាអ្នកចាត់តាំងដោយផ្ទាល់ហើយក៏ជាមន្ត្រីដែលព្រះអង្គនឹងសូមសប្បុរហត្ថីដែរកាលមកដល់យប់ឡើងក៏បានឃើញតួប្រុសនឹងគាត់ក៏បានបិទមុខបិទអីហើយក៏បានមកតាមដានព្រះអង្គម្ចាស់ជួយចង់ដឹងថាតើក្រធញ្ញជាតិអីរបស់រាជទាយាទនឹងទៅតកនៅណានៅពេលដែលតាមដានមកនឹងក៏បានមកដល់កន្លែងឃ្លាំងតុកកង្វាន់របស់ព្រះនាងចៅយ៉ាងពេលដែលឃើញថាមនុស្សរបស់ព្រះអង្គម្ចាស់ជួយនឹងចេញទៅវិញអស់ហើយតួប្រុសក៏បានលោបលួចចូលទៅខាងក្នុងនឹងមើលហើយក៏បានចាក់មើលទៅក៏បានឃើញថាក្នុងនឹងគឺអត់មាននៅអង្គពណ៌ខ្មៅអីនោះទេមួយសន្ទុះក្រោយមកក៏បានឃើញព្រះអង្គម្ចាស់ជួយនឹងទ្រង់ក៏បានចូលមកដល់តែការពិតហ្នឹងគឺគាត់ដឹងពីល្បិចអីទាំងអស់ហ្នឹងទៅហើយចឹងហើយហ្នឹងគឺគាត់នឹងគ្រាន់តែដាក់អន្ទាក់ដើម្បីចាប់តែប៉ុណ្ណោះហើយអ្នកទាំងពីរក៏បានធ្វើការប្រយុទ្ធគ្នានៅពេលហ្នឹងក៏តួប្រុសហ្នឹងបានចាក់ត្រូវព្រះអង្គម្ចាស់ជួយមួយដែរដែលទោះបីជាតួប្រុសហ្នឹងក៏អត់ព្រមបើកមុខក៏ដោយតែព្រះអង្គម្ចាស់ជួយហ្នឹងគឺដឹងមកទៅហើយថាម្នាក់ហ្នឹងគឺជាសិនសែវនឹងឯងនៅពេលនោះក៏តួប្រុសហ្នឹងបានស្រាប់តែឮសំឡេងសម្រាប់ជើងសេះហើយគាត់ហ្នឹងក៏បានដឹងថាមានមនុស្សមកចឹងហើយគាត់ក៏បានរោផ្លូវដើម្បីរត់គេចនៅពេលដែលគាត់ចេញមកខាងក្រៅហ្នឹងក៏បានឃើញមានអ្នកជិះសេះមកពិតមែនដែលម្នាក់នោះគឺជាព្រះនាងចៅយ៉ាងរបស់យើងផ្ទាល់តែម្ដងនៅពេលដែលឃើញបែបហ្នឹងភ្លាមហ្នឹងតួប្រុសក៏រៀងភ្ញាក់ផ្អើលដែរគឺគាត់នឹកស្មានថាព្រះនាងចៅយ៉ាងហ្នឹងចេះជិះសេះហើយក៏មកជួយគាត់អីបែបហ្នឹងទេនៅពេលដែលអ្នកទាំងពីរបានចេញទៅហ្នឹងនៅពេលនោះក្រុមរបស់ព្រះអង្គម្ចាស់ជួយហ្នឹងគាត់ចេញមកបានឃើញតែពីក្រោយទេតែព្រះអង្គម្ចាស់ជួយក៏អាចមើលដឹងថាម្នាក់នោះគឺជាមនុស្សស្រីបន្ទាប់មកគាត់ក៏បានបញ្ជាឲ្យកូនចៅរបស់គាត់ហ្នឹងទៅយកសេះមកអីចឹងទៅហើយគាត់ក៏បានជិះតាមតែនៅពេលដែលទៅដល់ហ្នឹងក៏បានឃើញសេះមួយជាមួយនឹងមនុស្សពីរនាក់ពិតមែនប៉ុន្តែអ្នកទាំងពីរនោះគឺមិនមែនជាតួប្រុសតួស្រីនោះទេប៉ុន្តែគឺជាលក្ខសឹងទៅវិញនៅពេលនោះក៏កូនចៅរបស់លក្ខសឹងហ្នឹងគាត់ក៏បានបង្ហាញនៅផ្លាកបញ្ជាទៅក៏ព្រះអង្គម្ចាស់ជួយមើលដឹងតែតាមពិតហ្នឹងគឺនេះគឺជាព្រះរាជបុត្រាទី7តែតាមពិតហ្នឹងលក្ខសឹងគាត់មានអត្តសញ្ញាណពិតប្រាកដហ្នឹងគឺជាព្រះរាជបុត្រាទី7ដែលមានឈ្មោះថាលីឈិនតែមានសុំឲ្យគាត់ថាលក្ខសឹងទៅដែលសារវិសុហៅជាងនៅពេលនោះហ្នឹងក៏ព្រះអង្គម្ចាស់ជួយបានសួរដែរថាអីបានជាលក្ខសឹងហ្នឹងមកដល់កន្លែងហ្នឹងលក្ខសឹងក៏បានប្រាប់ថាគឺគាត់ហ្នឹងគ្រាន់តែដើរមើលដើម្បីគូនៅផែនទីរបស់គាត់អីចឹងទៅដោយសារតែហ្នឹងគឺជាភារកិច្ចរបស់គាត់គឺគាត់នឹងមានការងារក្នុងការគូប្លង់គូនៅផែនទីអីទាំងអស់ហ្នឹងឯងព្រះអង្គម្ចាស់ជួយក៏បានសួរដែរថាតើមានឃើញណាគេជិះកាត់នឹងអត់ប៉ុន្តែក៏ព្រះបុត្រាទី7របស់យើងហ្នឹងគាត់ក៏បានថាអត់ទេគឺគាត់អត់មានឃើញណាគេផងហ្នឹងហើយគាត់ក៏បានសួរដែរថាតើព្រះអង្គម្ចាស់ជួយនឹងចង់រកណាគេព្រះអង្គម្ចាស់ជួយក៏បានប្រាប់ទៅថាគាត់នឹងកំពុងតែតាមចាប់ជនល្មើសតាមចាប់ជនល្មើសអីចឹងទៅនៅពេលដែលឮចឹងហើយលក្ខសឹងក៏បានសួរថាអញ្ចឹងតើទ្រង់ចង់ថាខ្ញុំគឺជាជនល្មើសអីហ្នឹងមែនដោយសារតែគាត់អត់មានឃើញណាគេជិះមកតាមហ្នឹងទេពេលនោះក៏ជួយជញ្ជឿហ្នឹងគាត់ក៏មិនសូវហ៊ានជាមួយនឹងលក្ខសឹងអីផងដែរហើយក៏បានអនុញ្ញាតឲ្យទ្រង់ទៅពេលដែលលក្ខសឹងចេញទៅបាត់ហ្នឹងនៅពេលនោះក៏អ្នកដែលនៅជាមួយនឹងព្រះអង្គម្ចាស់ជួយហ្នឹងក៏បានសួរដែរថាមិនបានគាត់អត់ដែលឮថាមានព្រះបុត្រាទី7ដែលបរិសម្នាក់ដែលសួរហ្នឹងគឺគាត់គឺជាលោកមេតបដែលមានឈ្មោះថាលោកមេតបឆៃព្រះអង្គម្ចាស់ជួយក៏បានប្រាប់ថាព្រះរាជបុត្រាទី7ហ្នឹងគឺទ្រង់មានស័ក្តិសតាំងពីកំណើតហើយទ្រង់ហ្នឹងត្រូវបានព្រះអង្គហ្នឹងឲ្យចេញពីរាជវាំងកាលពី7ឆ្នាំមុនដោយសារតែគេទាយថាគាត់ហ្នឹងគឺមានប្រផ្នូលអត់ល្អដែលរហូតដល់ហ្នឹងគឺទ្រង់អត់ដែលឈានជើងចូលមកក្នុងរាជធានីអីនោះទេអត់អីបានជាសុកហ្នឹងក៏ទ្រង់ត្រឡប់មកវិញមិនត្រឹមតែប៉ុណ្្នឹងទេគឺមកចំពេលដែលគាត់ហ្នឹងតាមចាប់សិនសែវទៀតដោយសារតែការសង្ស័យហ្នឹងក៏ព្រះអង្គម្ចាស់ជួយហ្នឹងឲ្យលោកមេតបឆៃហ្នឹងបញ្ជូនមនុស្សឲ្យទៅតាមដានមើលព្រះរាជបុត្រាទី7ទៅបន្ទាប់មកគឺជួយជញ្ជឿហ្នឹងគឺគាត់អត់អស់ចិត្តទេគឺគាត់ដឹងថាម្នាក់ដែលជួយហ្នឹងគឺជាមនុស្សស្រីអញ្ចឹងហើយហ្នឹងក៏គាត់សង្ស័យថាគ្មាននរណាទេក្រៅពីព្រះនាងចៅយ៉ាងអញ្ចឹងហើយគាត់ក៏បានជិះសេះទៅរកព្រះនាងចៅយ៉ាងភ្លាមតែម្ដងឯខាងនេះវិញនៅពេលនេះតួស្រីក៏បាននាំតួប្រុសហ្នឹងមកដល់កន្លែងដំណាក់អីរបស់គាត់ហើយនៅពេលដែលមកដល់ភ្លាមតួស្រីក៏បានស្ដីឲ្យយកស្ដីឲ្យយកតែម្ដងថាតួប្រុសហ្នឹងគឺជាមនុស្សល្ងងអីចឹងទៅគាត់ថាព្រះអង្គម្ចាស់ជួយហ្នឹងទៅចាញ់បោកល្បិចបែបហ្នឹងមែនតែតួប្រុសអត់មានថាខឹងឬក៏អន់ចិត្តអីជាមួយនឹងតួស្រីទេតែគាត់ហ្នឹងបែរជាសប្បាយចិត្តទៅវិញដោយសារតែតួស្រីហ្នឹងបានទៅជួយគាត់អីចឹងទៅលើកមុនតួស្រីប្រាប់ថាមិនខ្វល់តែតួស្រីហ្នឹងបានបន្ថយទៅជួយគាត់តែពេលនោះតួស្រីក៏បានប្រកែកថាគឺគាត់ហ្នឹងអត់ចង់ជួយទេប៉ុន្តែគឺព្រះអង្គគឺជាអ្នកដែលបញ្ជាគាត់ឲ្យទៅធ្វើអញ្ចឹងការពារតួប្រុសតែប៉ុណ្ណោះពេលនោះតួប្រុសក៏បានសួរថាចុះបើសិនជាអត់មានរីបញ្ជាទេតើតួស្រីនឹងទៅជួយគាត់អត់ឬក៏ទុកឲ្យគាត់ស្លាប់នៅទីនោះពេលនោះក៏តួស្រីគាត់ឆ្លើយអត់ចេញដែរនៅពេលហ្នឹងក៏តួប្រុសហ្នឹងបានសុំទោសទៅកាន់តួស្រីដែរថាលើក្រោយហ្នឹងគឺគាត់នឹងប្រុងប្រយ័ត្នជាងហ្នឹងមិនធ្វើឲ្យតួស្រីហ្នឹងបារម្ភទៀតទេពេលនោះក៏អ្នកទាំងពីរហ្នឹងគឺនៅនិយាយគ្នាអត់ទាន់បានច្រើនផងក៏ស្រាប់តែបានឮសំឡេងនៅខាងក្រៅដែលព្រះអង្គម្ចាស់
ជួយនឹងគឺចង់មកជួបចៅយ៉ាងប៉ុន្តែគឺជៀនស៊ីនឹងអត់ព្រមឲ្យជួបទេពេលដែលឮសំឡេងរបស់ព្រះអង្គម្ចាស់ជួយនៅខាងក្រៅបែបហ្នឹងភ្លាមហ្នឹងក៏តួស្រីនឹងបញ្ញារុញឲ្យតួប្រុសហ្នឹងទៅពួនប៉ុន្តែតួប្រុសអត់ព្រមទៅទេហើយក៏ធ្វើបង្កឲ្យមានសំឡេងដល់ខាងក្រៅនៅពេលនោះក៏ព្រះអង្គម្ចាស់ជួយហ្នឹងគាត់អត់ខ្វល់ពីជៀនស៊ីនទេគាត់ក៏បានសម្រុកចូលទៅតែម្ដងតែនៅពេលដែលបានចូលមកដល់ហ្នឹងក៏បានឃើញតែព្រះនាងចៅយ៉ាងតែប៉ុណ្ណោះហើយនៅពេលនោះក៏ព្រះនាងចៅយ៉ាងហ្នឹងបានសួរដែរថាទ្រង់ផ្លេចច្បាប់របស់ខ្ញុំហើយមែនហេតុអីក៏មកសម្រុកចូលក្នុងសំណាក់របស់ខ្ញុំទាំងយប់បែបហ្នឹងព្រះអង្គម្ចាស់ជួយក៏បានប្រាប់ទៅថាគឺមានមនុស្សដែលបានលួចចូលទៅក្នុងឃ្លាំងផ្ទុកអីវ៉ាន់អីរបស់តួស្រីចឹងហើយហ្នឹងគាត់ក៏បានចង់មករកមើលនៅទីនេះក្រែងលោថាពួកគេអាចមកលាក់ខ្លួននៅនឹងអីចឹងទៅពេលនោះតួស្រីក៏បានថាមើលទៅហ្នឹងម្នាក់នោះប្រកាសជាមិនធម្មតាទេដែលអាចរត់ចេញពីមនុស្សរបស់ព្រះអង្គម្ចាស់ជួយបានហ៎តែព្រះអង្គម្ចាស់ជួយហ្នឹងក៏អត់ចង់និយាយអីច្រើនមួយតួស្រីដែរគាត់ក៏បានងាកមើលឆ្វេងស្ដាំដើម្បីដើររយចឹងទៅនៅពេលនោះក៏គាត់នឹងហាក់ដូចជាចាប់អារម្មណ៍ជាមួយនឹងទូមួយហើយពេលនោះក៏បានឃើញថាតួប្រុសហ្នឹងក៏គាត់នឹងកំពុងតែនៅពួនក្នុងទូមួយដូចគ្នានៅពេលដែលតួស្រីឃើញបែបហ្នឹងភ្លាមហ្នឹងគាត់ក៏បានទៅបងវាយចំណាប់អារម្មណ៍របស់ជួយជិនជឿអីចឹងទៅដែលបានសួរថាជួយជិនជឿនឹងមានរបួសមែនដោយសារថាឃើញមានឈាមនៅពេលនោះក៏ព្រះអង្គម្ចាស់ជួយនឹងបានចាប់ដៃតួស្រីហើយគាត់នឹងក៏បាននិយាយដែរថាគឺគាត់នឹងគិតថាអ្នកដែលបង្ករបួសមួយហ្នឹងគឺជាសិនសៀវហើយក៏បានសួរតួស្រីដែរថាអីបានជាតួស្រីហ្នឹងស្លៀកសម្លៀកបំពាក់បែបហ្នឹងគឺរកដងនោះតួស្រីពេលគេងយប់ហ្នឹងដូចជាមិនស្លៀកអញ្ចឹងទេអីតែនៅពេលនោះតួស្រីក៏ថាលោកមិនដែរនៅផ្ទះជាមួយខ្ញុំផងមិនបានដឹងតែព្រះអង្គម្ចាស់ជួយនឹងក៏គាត់នឹងបានថាគឺជាតួស្រីហ្នឹងឯងគឺជាអ្នកដែលបានជួយសិនសៀវប៉ុន្តែតួស្រីក៏នៅតែប្រកែកពេលនោះតួស្រីក៏បានអោនទៅចិត្តព្រះអង្គម្ចាស់ជួយហើយក៏បាននិយាយដែរថាទ្រង់គឺតែងតែសង្ស័យខ្ញុំជាមួយនឹងសិនសៀវតើទ្រង់កំពុងតែរកកំហុសចោទប្រកាន់ខ្ញុំហើយក៏អាងយកស្រីរបស់ទ្រង់មកក្លាយទៅជាប្រពន្ធស្របច្បាប់មែនពេលដែលឮចឹងភ្លាមហ្នឹងក៏ព្រះអង្គម្ចាស់ជួយហ្នឹងគាត់ក៏បានខឹងខ្លាំងមែនទែនហើយគាត់នឹងក៏បាននិយាយដែរថាគាត់មានស្រីអាណាមកទៀតគឺគាត់នឹងបានដេញឈិញលក់ចេញហើយតើហើយគាត់ក៏បាននិយាយដែរថាអ្នកដែលបានជួយសិនសៀវគឺជាមនុស្សស្រីហើយម្នាក់នោះគឺមានរូបរាងដូចជាតួស្រីខ្លាំងមែនទែនបែរថាភិនភាគពីក្រោយអញ្ចឹងណាពេលនោះតួស្រីក៏បានតបវិញថាព្រះស្វាមីតើទ្រង់ចាំរូបរាងរបស់ខ្ញុំបានដល់កម្រិតណាទៅលោកចាំខ្ញុំច្បាស់ណាស់ទៅអីបើសិនជាអ្នកដែលធ្វើឲ្យលោកមានរបួសគឺជាសិនសៀវពិតមែនបែបនោះគេគឺជាមនុស្សដែលមានសមត្ថភាពអីពេលនោះក៏តួស្រីនឹងគាត់ក៏បាននិយាយបណ្ដាហើយក៏យកដៃទៅចុចកន្លែងរបួសរបស់ព្រះអង្គម្ចាស់ជួយបណ្ដាហើយក៏បាននិយាយដែរថាបើសិនជាខ្ញុំមិនដឹងថាទ្រង់ស្អប់ខ្ញុំទេខ្ញុំប្រកាសជាគិតថាទ្រង់កំពុងតែប្រច័ណ្ឌខ្ញុំអីបន្ទាប់ពីនិយាយចប់ហើយនឹងតួស្រីក៏បានដេញឲ្យព្រះអង្គម្ចាស់ជួយនឹងត្រឡប់ទៅវិញហើយក៏ទៅព្យាបាលរបួសអីខ្លួនឯងទៅនៅពេលនោះក៏ព្រះអង្គម្ចាស់ជួយនឹងក៏អត់ចង់ចេញទៅទេហើយគាត់នឹងក៏បានសួរដែរថាឥឡូវនេះគឺគាត់មានរបួសហើយតើតួស្រីអត់ជួយព្យាបាលជួយលាបថ្នាំអីឲ្យគាត់ទេអីកាលពីមុនគឺតួស្រីនឹងតែងតែជួយគាត់លាបថ្នាំអីចឹងទៅនៅពេលដែលគាត់នឹងមានរបួសតួស្រីក៏បានតបវិញថាការនោះគឺដោយសារតែគាត់នឹងគ្រាន់តែចង់មានគោលបំណងចូលទៅចិត្តជួយចិញ្ចឺនឹងតែប៉ុណ្ណោះតែគាត់នឹងគឺតែងតែចាំនៅខាងមុខដំណាក់ត្រជាក់ចាំជួយចិញ្ចឺត្រឡប់មកវិញហើយក៏ជួយព្យាបាលរបួសឲ្យគេបែបនោះគឺគាត់នឹងក៏មានលេសចូលទៅចិត្តជួយចិញ្ចឺហើយក៏ចូលទៅចិត្តបរិជាទាយាទដូចគ្នាបែបនេះហើយក៏ធ្វើឲ្យរាជទាយាទនឹងពេញចិត្តជាមួយនឹងគាត់ហើយក៏អាចឲ្យគាត់នឹងជួយគាត់ចាក់ចេញពីដំណាក់ត្រជាក់ដូចគ្នាតែជួយចិញ្ចឺគឺគាត់នៅតែទទួលស្គាល់អញ្ចឹងគឺគាត់នឹងគិតថាតួស្រីកុហកអីចឹងទៅហើយគាត់ក៏បាននឹកឃើញទៅរឿងកាលពីមុនដែរដោយកាលពីមុននៅពេលមួយហ្នឹងគឺជួយចិញ្ចឺនឹងគាត់ក៏ត្រូវបានរងរបួសអីចឹងទៅដោយសារតែការវាយគ្នាជាមួយនឹងរាជទាយាទបែបថាគ្រាន់តែជាការវាយសាក់លបងគ្នាប៉ុន្តែរាជទាយាទហ្នឹងគឺគាត់អត់បធូរដៃអីសោះតែម្ដងហើយតួស្រីក៏បានជួយព្យាបាលរបួសអីឲ្យអីចឹងទៅហើយគាត់នឹងក៏បាននិយាយដែរថាមើលទៅរាជទាយាទហ្នឹងគឺពិតជាអត់គិតពីជួយចិញ្ចឺនឹងសោះតែជួយចិញ្ចឺគាត់អត់ប្រកាន់ទេដោយសារតែរាជទាយាទហ្នឹងគឺជាម្ចាស់អីរបស់គាត់អីចឹងទៅចឹងហើយគឺដើម្បីឲ្យម្ចាស់សប្បាយចិត្តគឺគាត់ធ្វើអីក៏បានដែរនឹងគឺជាតួនាទីរបស់កូនចៅអីចឹងទៅចឹងហើយគឺគាត់អត់ប្រកាន់ទេប៉ុន្តែនៅពេលនោះតួស្រីក៏បានប្រាប់ដែរថាទោះបីជាម្ចាស់ជាអ្នកដឹកនាំអីក៏ដោយក៏មិនគួរធ្វើបែបហ្នឹងដែរអ្នកដឹកនាំគួរតែគិតគូរពីអ្នកក្រោមអាវ៉ាត់ដូចគ្នាទោះបីជាលោកគឺជាអ្នកដែលនៅក្រោមអាវ៉ាត់របស់រាជទាយាទពិតមែនប៉ុន្តែលោកក៏នៅតែជាខ្លួនរបស់លោកដែរមិនមែនថារាជទាយាទទ្រង់ចង់ធ្វើអីហ្នឹងក៏អាចធ្វើបានតាមចិត្តនោះទេពេលខ្លះក៏លោកត្រូវតែហ៊ានឈរដើម្បីតែខ្លួនឯងផងដែរដែលការនោះគឺមើលទៅតួស្រីគឺគាត់នឹងស្រឡាញ់ជួយចិនជឿមែនតើហើយជួយចិនជឿក៏គាត់ស្រឡាញ់តួស្រីដូចគ្នាហើយជួយចិនជឿក៏គាត់ធ្លាប់សន្យាជាមួយនឹងតួស្រីដែរថានៅពេលដែលគាត់នឹងបានតបកាន់នៅក្នុងដៃហើយគាត់នឹងសុំទៅកាន់ព្រះអង្គឲ្យដោះលែងតួស្រីឲ្យតួស្រីនឹងចេញពីដំណាក់ត្រជាក់អីចឹងទៅហើយគាត់នឹងការពារតួស្រីមិនឲ្យណាគេធ្វើបាបតួស្រីទេសូម្បីតែរាជទាយាទពេលនេះវិញក៏ជួយចិនជឿនឹងបាននិយាយដែរថាតួស្រីនឹងគឺមិនមែនជាមនុស្សបែបហ្នឹងទេតួស្រីក៏បានតបវិញភ្លាមៗតែម្ដងថាលោកប្រហែលជាចាំច្រឡំអីខ្ញុំគឺជាមនុស្សដែលមានល្បិចច្រើនជាក្មេងកំព្រាដែលមានឋានៈតូចទាបខំប្រឹងវាចេញពីដំណាក់ត្រជាក់តែប៉ុណ្ណោះតែទាំងនឹងគឺជាសម្ដីដែលជួយចិញ្ចឺនឹងបាននិយាយថាឲ្យគាត់នៅថ្ងៃមង្គលការនឹងឯងនៅពេលនោះក៏ជួយចិញ្ចឺនឹងគាត់ក៏មានអារម្មណ៍ថារៀងខុសបន្តិចដែរតែតួស្រីក៏បានថានៅយប់នោះលោកបាននិយាយច្បាស់ខ្លួនឯងលោកនិយាយបែបហ្នឹងពេលនោះក៏តួស្រីនឹងចង់ដើរចេញតែជួយចិញ្ចឺនឹងក៏បានចាប់តួស្រីយកមកអោបឡើងជាប់តែម្ដងតួស្រីខំរើតែរើអត់ចេញនោះទេនៅពេលនោះក៏ជួយចិញ្ចឺនឹងបាននិយាយដែរថាអីបានជាទំនាក់ទំនងរវាងពួកយើងបានដើរដល់ចំណុចនេះ
ពេលដែលតួប្រគាត់បានមើលឃើញមកពីក្នុងទូបានហ្នឹងហើយក៏គាត់នឹងទ្រាំលេងបានហើយគាត់ក៏បានបើកទូមកមិនដឹងថានឹងមានរឿងអីកើតឡើងទៀតទេឬរបស់ហ៊ានទៅភាគនេះហ្នឹងក៏បានស្រេះតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា